សញ្ញា4នាក់ហ្នឹងមុខសញ្ញា4នាក់ហ្នឹងជីកង់បែរឲ្យលុយហ្នឹងហើយជីកង់បែរឲ្យលុយ4នាក់ហ្នឹង4នាក់ណាមើលច្អល់មើល1 2 3ទៀតកិច្ចថាវាយគេមិនជីបាត់ហើយបីគាត់អត់ឲ្យលុយមែនអត់ពេលនោះគ្នាខ្ញុំពួកខ្ញុំប្រាប់គាត់ថាចេះថាលើចាំស្អែកចាំបាញ់លុយឲ្យដល់ពេលនោះមករាវានិយាយប្រាប់ពូនឹងថាស្អែកដល់ពេលស្អែកឡើងវាអត់បាញ់លុយឲ្យគេទេគាត់ជីកង់3បងពីណាមកវិញជីពីតួប្រឡើងទៅប្រសិទ្ធមែនជីពីតួប្រទៅប្រសិទ្ធបាទតម្លៃជើងសាហ្មងជើងសាខ្ញុំយកគាត់ម្នាក់ 20000 ម្នាក់ 20000បាទហើយខ្ញុំចេញថ្លៃបាយថ្លៃផ្ទះឲ្យគាត់ទៀតអញ្ចឹងសរុបទាំងអស់ហ្មងហើយវាច្រើនដែរវាចូល 100,000 ជាងដែរ 100,000 ជាងហ៎អញ្ចឹងបាយក៏បាយចេញឲ្យដែរចេញឲ្យទៀតបងដឹកក៏បងឲ្យចាក់ហ្គេឲ្យទៀតលុយគ្នាគាត់ជិះម៉ូតូដើររើគ្នាគាត់មកយប់ខ្ញុំចាក់សាំងឲ្យទៀតអត់កន្លែងដាក់ម៉ូតូខ្ញុំដាក់ម៉ូតូនៅបន្ទប់ខ្ញុំទៀតខ្ញុំស្រួលអស់ប៉ុណ្ណឹងខ្ញុំចេញថ្លៃបន្ទប់ជួលឲ្យទៀតគាត់ធ្វើឡៃផ្សេងមេគាត់ទេមកថាអត់មានលុយទេបុតលេខខ្ញុំឡុកលេខខ្ញុំចោលទៀតខ្ញុំជួលសួរផ្ទះជួលខ្ញុំបាញ់អេឲ្យគេទាំងអស់តាំងម៉ោងប៉ុន្មានបងនិយាយទៅមួយថ្ងៃខ្ញុំតាមរើគាត់មិនឃើញតែឃើញតែគាត់ទៅចេញមកគាត់ធ្វើការបាន2ថ្ងៃដែរតែគាត់ទៅលួចចេញមកយប់មិញអូគាត់រត់ចេញមកយប់មិញអញ្ចឹងហើយគាត់ថាអត់អីទេបើអត់មានលុយក៏អត់តន់សងទៅចាំធ្វើការបានហើយគាត់ចេញមកទៅជាពាក់លុយគេនៅនោះទៀតហើយមនុស្សខ្ញុំស្រួលបំផុតហើយបងសរុបទាំងអស់100,000 ជាងបាទ100,000 ជាងចំមិនថាត្រឹម100,000 ជាងអីជួយចេញឲ្យគាត់ឥឡូវលឺ10,000 ជាងខ្ញុំមានលុយណាចេញឲ្យប្រិមិត្តមើលបងស្រីអូនឯងមិនបានជាពាក់ជីអត់ឲ្យលុយគាត់ចឹងបងស្រីពេលវាជីទៅខ្ញុំអត់បានជីហើយពាក់100000នេះអត់បានជីទេត្រូវអត់ខ្ញុំជីតែពេលទៅអីគេជីតែពេលទៅធ្វើការនឹងអស់20000ត្រូវអត់មិនដឹងអារឿងជីទៅនឹងខ្ញុំទៅបានតែប្រសិទ្ធទេហើយហូបបាយតែប៉ុណ្្នឹងឯងហើយថ្លៃតែជួលនឹងមីនីឯងតែជាពាក់ហើយអានឹងមិនមែនខ្ញុំទេក្រុមម្នាក់4នាក់ហ្នឹងហើយហើយពេលខ្ញុំទៅធ្វើការខ្ញុំប្រកាសថាធ្វើការសងលុយគាត់ដែរប៉ុន្តែមេការគាត់ជឿសិតតែមួយចុយម្រាយមួយឆ្កែអញ្ចឹងណាគេចូលធ្វើកើតអូនឯងតំជីបានមួយជើងកាលហ្នឹងគេទៅយកឯងគ្នាគេ3នាក់ហើយបានមួយជើងហ្នឹងពូគាត់ថាម៉ែហ្នឹងចេញឲ្យអញ្ចឹងមកខ្ញុំជីហ៎តែបើរឿង100000 10អីហ្នឹងខ្ញុំអត់ដឹងទេអាហ្នឹងតែពេលយើងឡើងកង់3មានគ្នា3នាក់នៅក្នុងកង់3ទៅអត់ចាអាហ្នឹងពេលជីទៅធ្វើការហ្នឹងសូម្បីតែរឿងព្រឹកមិញដែលមានអ្នកជីហាំឲ្យទាំងបតងខ្សែក200 2ហ្នឹងក៏អត់ដឹងដែរព្រោះពួកខ្ញុំមកមុនទេឥឡូវសម្រាប់ចិត្តតាឈប់ធ្វើការអត់ខ្ញុំឈប់ហើយខ្ញុំមកធ្វើទេអូនស្រីឈប់ធ្វើការអត់ខ្ញុំឈប់ខ្ញុំមកធ្វើទេកន្លែងណាដែលឲ្យផឹងកន្លែងគាត់ឯងគាត់ឌីលទៀតខ្ញុំនិយាយមែនចាញ់នឹងសាកដាគេអត់មានជេរអីទាំងអស់ចឹងសាកដាល្អជាងហ្នឹងចឹងសាកដាល្អជាងគេមានជេរម្រាយយើងអីទាំងអស់អានេះវិញលេងជេរម៉ែជេរអីចឹងអាណាមានអារម្មណ៍ធ្វើការហើយពេលយើងទៅធ្វើខ្លួនយើងធ្វើយូរចឹងហីបើមុខមិនស្អែកមានអាណាយកសួរតិចមើលមួយឆ្កែអាណាយកចូលអង្គុយជាមួយតែពេលណៃធ្វើហ្នឹងសបោភ្ញៀវអត់សូវច្បោភ្ញៀវទេតន់ម៉ោង3ម៉ោង2ម៉ោង3បានមានភ្ញៀវមក KTV ហ្នឹងតែម៉ានហ្នឹងតែម៉ានអ្នកហ្នឹងហើយមកយប់មកហៅបានម៉ានឲ្យគាត់កន្លែងចាស់ឲ្យសាកដាណាល្អជាងសាកដាល្អជាងសាកដាល្អជាងតែសាកដាប្រកួតប្រជែងច្រើនណាបងចាប្រកួតប្រជែងច្រើនមែនតែខ្ញុំរកលុយបានច្រើនណាស់ពូខ្ញុំយកដៃចេញភ្ញៀវនិយាយមែននៅសាកដាខ្ញុំបានលុយធីបនេះខ្ញុំចាយទៅណាមិនអស់ហើយបើនៅនោះចេញភ្ញៀវរហូតហ្នឹងហើយនៅនោះគាត់បខំមកចាញ់ហ្មងយើងអត់ចង់ចាញ់ឲ្យយើងចាញ់ហ្មងអញ្ចឹងបងឯងរកការងារថ្មីមើលទៅចារកការងារថ្មីកន្លែងទីតាំងកន្លែងណៃធ្វើមុនហ្នឹងឈ្មោះអីកន្លែងណាអូនគេនៅផ្ទះអូនផ្ទះអូនតែនឹងគ្នាខ្ញុំមកធ្វើខ្ញុំទៅអូនពេញដែរនេះនៅចិត្តទួប្រអូនៅចិត្តទួប្រផ្ទះអូនហ្នឹងហើយបងឥឡូវមិនបងនៅតែបន្តការទាលុយគាត់បន្តទៀតឬក៏បញ្ចប់ដំណឹងគាត់មិញព្រមនិយាយមកខ្ញុំថាសងលុយខ្ញុំបដោះហើយខ្ញុំពងភាសាមួយគាត់មិញព្រោះខ្ញុំរត់កង់3ខ្ញុំដើម្បីយកលុយចាំពុនកូនខ្ញុំដែរបាទព្រោះខ្ញុំងំបាន 4-5,000 ល្មមដឹកគាត់ទៅមកយប់មិនបានលុយហ្នឹងថ្ងៃហ្នឹងគាត់ដឹងហើយខ្ញុំដឹកគាត់ដើរគ្នាគាត់ផ្សេងហើយអស់សាំងខ្ញុំចេញលុយឲ្យអត់បាយហូបខ្ញុំចេញឲ្យអត់ឡៃផ្ញើបន្ទោខ្ញុំយកផ្ញើបន្ទប់ខ្ញុំសួរគាត់ដឹងហើយបងរត់កង់3មានពាក់ព័ន្ធអីជាមួយម្ចាស់ហាងណាអត់មានពាក់ព័ន្ធអីផងព្រោះខ្ញុំដឹកគេតែយកតែលុយគេឲ្យលុយខ្ញុំដឹកបាទអញ្ចឹងសរុបទាំងអស់100000ជាងណោះគាត់សន្យាថាសងម្ដងបងណោះបាទមិញគាត់និយាយកំពុងនិយាយមកខ្ញុំអត់ដឹងថាគាត់មានរឿងអីវាយគ្នាណាខ្ញុំកំពុងមកឃើញមួយឯងមកខ្ញុំអត់ដឹងស្អីរឿងផងចុះគាត់បើឯងតាមរកគាត់តាំងពីណាមកវិញនិយាយទៅខ្ញុំតាមរើគាត់តាំងពីទួបរតែមានគេឆាតប្រាប់ខ្ញុំមុខសញ្ញាថាឃើញគាត់នៅនេះហើយបងប្អូនហើយគាត់ថាគេឆាតឲ្យខ្ញុំទៀតថាគាត់ក្រុមគ្នាគាត់នឹងជិះកង់3បោកគេដែរអត់ឲ្យលុយដែរជិះតាំងពីផ្លិតតកែវមកអត់ឲ្យលុយគេ100000ចុះយកលុយគេ100000ទៀតអាហ្នឹងគេឆាតឲ្យប្រាប់ខ្ញុំហើយក្នុងឆាតខ្ញុំអត់ជាកុហកទេបាទឆាតប្រាប់ខ្ញុំអានេះអ្នកម្ចាស់ដែលគាត់ទៅធ្វើមួយគេនេះគាត់ឆាតមកចង់ស្ដាប់សម្លេងគាត់នេះអាណាគេប្រាប់វាថាខ្ញុំជេរមួយចុយម្រាយអត់ដែរហើយខ្ញុំក៏អត់ដែរស្គាល់ពួកវាដែរព្រោះសល់ឯងអ្នកដឹកពួកវាខ្ញុំឲ្យខ្ញុំធ្វើការដោយស្ម័គ្រចិត្តខ្លួនឯងខ្ញុំអត់ដែរស្គាល់ពួកវាទេ
ហើយអត់មានមកត្រូវការបោកលុយគេឲ្យរត់ទេមកដល់សំបីទៅស្បែកជើងក៏អត់មានពាក់កៅអៅក៏អត់មានពាក់កៅអៅឡើងស្អុយខ្ញុំទិញឲ្យស្បែកជើងគ្នាវា4នាក់ខ្ញុំទិញអស់60រៀលកៅអៅខ្ញុំទិញអស់ឡើងចង់ចិត្ត100ហើយលុយដែលខ្ញុំឲ្យទៅបុសលឯងប្រហែល350000បុសលឯងបើបោកឲ្យវាលួចកូនជ្រូកឲ្យវាលួចលុយខ្ញុំយកទៅទៀត លួចបោះយកថាខ្ញុំបាញ់ខ្លួន ឆាស្អែបគេពីនេះទៅយកមិញ100000អត់ឲ្យលុយគេដោះបតង់ខ្សែកកន្លៃឲ្យគេទៀត នឹងដោះតងសកលកន្លែងគាត់ថាបកងតែកគាត់200 ដើរជពាក់ទាំងថ្លៃពុតសក់នៅមុខនេះដើរទៅជពាក់ចុះគ្នាវាទុំមកថ្មីខ្ញុំប្រាប់ថាខ្លួនឯងទុំមកថ្មីដើរជពាក់គេអញ្ចឹងអត់ល្អឯណាកុំទៅជពាក់គេលឺអត់មានអីធ្វើខ្លួនឯងទៅម៉ាស៊ីនគៀបសក់ឲ្យធ្វើទៅដើរទៅជពាក់គេតបានដើរជឿគេនៅមុខគេមកទាខ្ញុំចេះធ្វើមេការ10ឆ្នាំជាងហើយខ្ញុំមិនដែរចេះជេរកូនចៅសំបីតែមួយម៉ាត់ខ្ញុំនិយាយមួយវាកូនលួងវារហូតវានិយាយទៅរឿងកាប់ចាក់គ្នាវាយគ្នាដើរឡាគេទៅដេកមួយគេបោកគេអត់យកលុយវាថាទៅដេកមួយគេអត់ដេកមួយគេទេយកលុយគេរត់ និយាយរហូតអាណាមិនដឹងណាមិនលឺនារីនៅហ្នឹងគេលឺអស់គេអង្គុយសោកយប់មិញអើអាពេលមុនខ្ញុំទៅកំពង់ស្ពឺថាខ្ញុំទៅដេកមួយគេមកពេលហើយខ្ញុំឡាយកលុយគេឲ្យវាចូលមួយទឹកយកលុយរត់បាត់ឥឡូវនេះសាក់សីឡើងពេញហាងហ្មងសាក់សីហើយធ្វើការកន្លែងខ្ញុំទៅជក់ប្រៃនៅមុខកន្លែងគេរួមហូរកជ្រាវខ្ញុំនៅប្រសិទ្ធគេថតឲ្យខ្ញុំមើលទាំងអស់ខ្ញុំណាត់ដងគេថតឲ្យខ្ញុំមើល ឯ4នាក់អនឯងឲ្យគាត់អ្នក20000 គាត់មាននោះអ្នកធានាអ្នកចេញទៅខ្ញុំមិនដឹងមានអ្នកធានាតែមានអ្នកធានាទាំងអស់ហើយខ្ញុំមកបានខ្ញុំធីមតោមួយ អញ្ចឹងមិនអនឯងបានជីជាមួយគេអត់ចុះ ដល់ធីមតោមួយទាំងសារខ្ញុំទេខ្ញុំទទួលស្គាល់ខ្ញុំបានជីមែនតែខ្ញុំថាអេឲ្យជីទៅជាអស់ច្រើនណាស់យកមានលុយឲ្យគាត់ដល់ខ្ញុំនិយាយភ្លឺផាស្អាតចឹងវិញនិយាយថាវាគេពូផាស្អាតជាថាពូបើឯងចាំវាខោខ្ញុំទៅចាំហើយខ្ញុំបាញ់លុយឲ្យ អូនអនឯងមានបានជីជាមួយអីមិញ អត់ខ្ញុំបានជី មើលបងកង់3ណាបងកង់3ណាមួយណាជីកង់3បងខ្លះចូលមើល គាត់គ្នាគាត់និយាយទៅខ្ញុំម្នាក់នេះទៅហូបបាយហូបអីខ្ញុំចេញលុយឲ្យណា អូចំម្នាក់នេះ ហ្នឹងហូបបាយហូបអី អូ3នាក់ហ្នឹងហើយ 4នាក់ 4នាក់នៅក្នុងនេះអត់មានឃើញម្នាក់ ខ្លួនពេលដែល អូបាត់ខ្លួនហ្នឹងហើយហើយនឹងគ្នាឯងប្រើ បងគេ2នាក់ ឥឡូវចឹងឥឡូវណាគេដែលជីជួយចេញគាត់អ្នក200,000សល់ប៉ុន្មានបងចេញឲ្យទៅអូខេអត់តើមាន20000ណា យកលុយទៅបើកតុបដេកឲ្យហើយ អញ្ចឹង20000អត់មានដែរអត់ដែរមាន20000ដែរ អត់មានមកវាឲ្យវាខ្ចីអស់ហ្នឹងហើយវាលួចវាអីហ្នឹងហើយបានអស់វាខ្លួនលេងហ្នឹងហ่ะ មើលបង មិនទីមួយជើងទៀតដាក្បាលហ្នឹង អីអត់លុយបើចេះដឹកដែរ ខ្ញុំអត់ដឹងថាគាត់មានលុយយើងឃើញថាគាត់ស្អាតបាតដែរគាត់ជីម្នាក់ឯងអញ្ចឹងឃើញថា ជីម្នាក់ឯងឃើញឲ្យពុយ ហើយគាត់មកយកគ្នាគាត់នៅវត្តមុខវាំងហើយទៅទួបរហើយទៅផ្លូវចិត្តលេខ3ហើយមកទួបរហើយទៅព្រៃសវិញហើយគ្នាគាត់អស់ម៉ូតូអស់សាំងចេញលុយយ៉ាក់សាំងហើយគ្នាគាត់ពងស្រោងគ្នាគេធាក់ដេញវាយខ្ញុំជួយអូសស្រោងគាត់មកដល់ហើយយ៉ាក់សាំងចេញលុយឲ្យគ្នាគាត់អត់ឡៃដេកគាត់ចូលទៅដេកមួយគ្នាគាត់មកក្រុមអញ្ចឹងទៅម៉ូតូគាត់យកមកទុកនៅបន្ទប់ខ្ញុំហើយខ្ញុំចេញទៅរត់ទៀតបលំឡើងចិត្តភ្លឺបានយកម៉ូតូឲ្យគាត់វិញគាត់ថាអត់មានលុយទេហើយម្នាក់ទៀតប្រើហ្នឹងគាត់ថាអត់មានលុយខ្ញុំក៏ដាច់ចិត្តថាបើទុកម៉ូតូគាត់បានខ្ញុំឲ្យលុយទៅអីបានឲ្យយកលុយមកឲ្យខ្ញុំឲ្យចេញហ៎មេតែនៅឃើញថាយល់ជាមនុស្សចេតនាជាខ្មែរទៅខ្ញុំក៏ឲ្យគាត់ទីទៅធ្វើការទៅបើខ្ញុំឲ្យស្អែកឡើងទៀតខ្ញុំមកទាគាត់ថាម៉ោងមិន12ម៉ោង1:2បានហើយពូខ្ញុំទៅជួបម្ចាស់ចេះជួលគាត់ឲ្យលេខទេតាណាតាណីគេអត់មានលុយគេប្លុកលេខខ្ញុំចោលម្ចាស់ចេះជួលគាត់ដេញគាត់ចេញស្អែកក៏គាត់ដេញចេញដែរកន្លែងអូនឯងញ៉ៃហើយដេញចេញគាត់អត់មានលុយខ្ញុំក៏ដាច់ចិត្តថាឥឡូវបងឯងអត់មានលុយឥឡូវបងធ្វើម៉េចហើយខ្ញុំក៏តែសួរគេកន្លែងធ្វើការទៅបើគេហៅមនុស្សឥឡូវណៃទៅអត់នេះហើយតើអញ្ចឹងគេចេញ live pass app ឲ្យផ្សេងទៀតហ្នឹងអញ្ចឹងណាទៅគេចេញឲ្យប៉ុន្តែលុយបាយលុយផ្ទះជួលក៏អត់ទាន់ចេញឲ្យខ្ញុំទេអញ្ចឹងនៅនេះជពាក់ខ្ញុំវាចូល100000ជាងដែរ100000ជាងហើយ ហ្នឹងហើយសរុបទៅមេ ហើយបាយទឹកអី បាយទឹកខ្ញុំចេញទាំងអស់ បាយទឹកចេញឲ្យគាត់ទៀតខ្ញុំអាណិតថាគាត់ជាកូនខ្មែរដូចគ្នា បាទ ខ្ញុំចេញឲ្យទាំងអស់ ឥឡូវខាតទាំងពេលវេលាខាតទាំងលុយខាតទាំងទំនុកចិត្ត បាទខាតទាំងអស់មេខ្ញុំធំមានទំនុកចិត្តលើគាត់តែគាត់ចង់ក្រោយគាត់បោកប្រាស់ខ្ញុំ ឥឡូវ4នាក់ហ្នឹងរត់តែ20000ឲ្យបងគ្មានផងហ្នឹង អត់មានផងហ្នឹងហើយខ្ញុំខាតពេលវេលាទៀតងំរកគាត់ឃើញបងប្អូនកង់3ខ្ញុំមកជួយរកគាត់ទៀតអូនស្អីអូនឯងអត់ដិតគាត់ទេអូនតែ20000ទៅសមបានមកចេញឲ្យទៅអីគ្នាមកណាបងអូនមើលបងអូនអត់ពាក់ព័ន្ធដើរចេញអូនអូន ពូខ្ញុំអត់មានម៉ែនិយាយម៉ែអត់មាន អី4នាក់តែ20000ឲ្យគាត់មានទៀត អត់មាន អត់អាណិតគាត់ទេបងអូនស្រីតែ20000បាទប្រិយមិត្តជនបាទជីកង់3អត់មានលុយបាទគ្នា4នាក់អីបើតាមការបញ្ជាក់ពីបងកង់3បាទដឹកទៅនេះទៅនោះខាតទាំងពេលវេលាខាតទាំងលុយកាក់ខាតទាំងទំនុកចិត្តបាទសរុបទាំងអស់ចិត្តជាង100000ឥឡូវ4នាក់ហ្នឹងគឺម្នាក់ត្រូវបានចេញពីកន្លែងកាត់ហែតហើយនៅសល់3នាក់3នាក់ទៀតគឺដោះសារថាអត់បានពាក់ព័ន្ធទេតែបងកង់3គាត់ច្អល់ហើយថា3នាក់ហ្នឹងក៏គាត់ជីកង់3ដែរតែមិនបាច់ចាំរក100000ជាងឥឡូវតែ4នាក់គ្នា14នាក់20000ហ្នឹងក៏អត់មានលុយឲ្យដែរឥ
អញ្ចឹងបងកង់3សូមប្រុងប្រយ័ត្នបាទនេះជាមេរៀនមួយផងដែរសម្រាប់បងដែលដឹកទៅនេះទៅនោះចេញលុយថ្លៃបាយឲ្យកន្លងមកធ្លាប់មានហើយបាទបរោះដែលបោកតាមទៅដប់បោកកង់3ហ្នឹងគឺបោកសឹងតែមកស្រុកខ្មែរដែលគេទេមកខ្ញុំបាទថាគាត់មិនត្រឹមបោកនៅភ្នំពេញដើរតាមខែទៀតបាទគឺដោយសារការឡើងកង់3ជីក៏ដូចតាក់ស៊ីជីហើយអួតបាទបងប្អូនអ្នកនៅនេះនៅនោះភារកិច្ចរវល់ចេះបាទលុយក្នុងគង់ចេះអញ្ចឹងបោកច្រើនហើយអញ្ចឹងនេះជាករណីមួយដែរដែលបងកង់3ក៏ដូចជាតុកតាក់ស៊ីសូមមេត្តាប្រុងប្រយ័ត្នបើសិនជាយើងដឹកភ្ញៀវមិនមែនថាបាទយើងរើសអើងភ្ញៀវតែយើងគួរតែមើលដែរថាភ្ញៀវហ្នឹងគួរតែមានទំនុកចិត្តក្នុងការដឹកអត់បើសិនជាគាត់បាទឲ្យទៅនេះយើងគិតលុយមុនសឹងទៅបាទគាត់លុយមកកលៈសឹងហើយចាំដឹកគាត់ទៅទៀតអរគុណណាប្រិមិត្តដែលខំចំណាយពេលតាមដានទស្សនាខ្ញុំបាទច័ន្ទពោះនិងបងឌីបើសិនជាការអធិប្បាយលើខ្វះខាតចំណុចណាំសំរុំក៏សំខាន់តែវីតូក៏បន្ថែមខ្ញុំនឹងអាប់ដេតទៅគេហត្ថផលស្បៀលអរគុណសូមគោរពលា